ព្រឹទ្ធសភាអាមេរិកបោះឆ្នោតគាំទ្រច្បាប់បន្ថែមដាក់សម្ពាធលោកពូទីនឲ្យឆាប់បញ្ចប់សង្គ្រាមឈ្លានពានអ៊ុយក្រែនថ្ងៃម្សិលមិញនេះគឺលោកZelensky គាត់មកចូលរួមជួបជាមួយលោក Donald Trump ដល់សេតវិមានដោយសារតែគាត់ចូលរួមពិធីបុណ្យសពរបស់លោកតំណាងព្រឹទ្ធសភាលោក Lindsey Graham ដែលជាជើងឯកក្នុងការដោះស្រាយវិបត្តិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនផងប៉ុន្តែលោកបានកាំងបេះដូងស្លាប់ប្រហែលមួយសប្តាហ៍ហើយពិធីបុណ្យសពនេះគឺត្រូវបានលោកប្រធានាធិបតីអ៊ុយក្រែនហ្នឹងមកចូលរួមដើម្បីដឹងគុណនិងគោរពវិញ្ញាណក្ខន្ធហើយក៏បានឆ្លៀតជួបលោកត្រាំហើយសភាអាមេរិកក៏បានបោះឆ្នោតគាំទ្រឲ្យដាក់សម្ពាធបន្ថែមទៅដល់រុស្ស៊ីដាក់លើរុស្ស៊ីឲ្យខ្លាំងជួយអ៊ុយក្រែនថែមទៀតអញ្ចឹងអ៊ុយក្រែនកំពុងតែមានទឹកមាត់លេបកាន់តែមែនតើសហគមន៍អន្តរជាតិនៅខាងអ៊ុយក្រែនតែអត់នៅខាងរុស្ស៊ីទេសមាជិកព្រឹទ្ធសភាអាមេរិកនេះបោះឆ្នោតដែលមានសម្លេងភ្លុកទឹកភ្លុកដីបាទគឺមាន86គាំទ្រឲ្យដាក់សម្ពាធថែមទៅលើរុស្ស៊ីដើម្បីឲ្យបញ្ចប់សង្គ្រាមឲ្យឆាប់ហើយនៅពេលជាមួយគ្នាហ្នឹងគឺលោក Zelensky ក៏បានជួបលោកត្រាំក៏បានជជែកគ្នាពីការសុំឲ្យអាមេរិកជួយពង្រឹងវិស័យការពារអាកាសរបស់អ៊ុយក្រែនដែលផលិតប្រព័ន្ធការពារអាកាសមួយនៅអ៊ុយក្រែនតែការសម្រេចយ៉ាងណាមិនដឹងតែពួកគាត់ជជែករឿងនេះហើយអាមេរិកពិតជាគ្រប់គ្រងអ៊ុយក្រែនច្រើនដែរហើយនឹងចុងក្រោយគឺតកតងនឹងរឿងប្រធានតុលាការព្រំដែនអន្តរជាតិ ICC ពឹងជប៉ុនឲ្យជួយទប់ឥទ្ធិពលរបស់រដ្ឋបាលលោកត្រាំរឿងចង់រំលាយស្ថាប័ននេះបាទបងប្អូនដឹងហើយគឺរដ្ឋាភិបាលអាមេរិកធ្វើយុទ្ធនាការថ្នាក់ជាតិតែម្ដងគឺរំលាយស្ថាប័នតុលាការព្រំដែនអន្តរជាតិនេះឲ្យទៅជាផេះផង់ម្ដងបន្តិចហើយដោយសារតែអត់ពេញចិត្តតុលាការនេះចង់ផ្ដន់ទាទោសទាហានអាមេរិកដែលពាក់ព័ន្ធនឹងការឈ្លានពានប្រទេសអាហ្វហ្គានីស្ថានហើយនឹងរឿងមិនពេញចិត្តដែលតុលាការនេះចេញទៅការផ្ដន់ទាទោសលោកនេតាន់យ៉ាហ៊ូដែលជាប្រធានាធិបតីរបស់អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចនៅមជ្ឈមបូព៌ារបស់អាមេរិកហើយអាមេរិកក៏មិនចង់ឲ្យមករករឿងអាចនឹងសង្គ្រាមអ៊ីរ៉ង់នេះទៀតហើយអាមេរិកក៏ចង់រំលាយស្ថាប័ននេះចោលទៅអញ្ចឹងក៏មានយុទ្ធនាការថ្មីនេះគឺប្រឈប់មេដឹកនាំរបស់រដ្ឋអាជ្ញាស្ថាប័នរដ្ឋអាជ្ញាតុលាការនេះបានសម្រេចហើយគឺលោកការីមខានហើយឥឡូវមានបញ្ហាប្រទេស5ហើយដែលបានដកខ្លួនចេញពីសមាជិកនៃតុលាការនេះនៅសល់តែ120ទេហើយតុលាការនេះកំពុងតែបារម្ភថាអាមេរិកកំពុងដាក់សម្ពាធឲ្យប្រទេសដទៃទៀតនាំគ្នាដកសមាជិកនេះចេញឲ្យកាន់តែច្រើនទៀតអីចឹងទៅព្រោះអីអាមេរិកមិនឈប់ត្រឹមហ្នឹងទេថ្ងៃនេះគឺម្សិលមិញតាមពិតគឺប្រធានតុលាការនេះតុលាការព្រំដែនអន្តរជាតិ ICC នេះគឺជាស្ត្រីជនជាតិជប៉ុនដែលជាចៅក្រមផងគឺអ្នកស្រីអាកាណេបាទអ្នកស្រីតូម៉ូកូអាកាណេគាត់បានជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលជប៉ុនអំពាវនាវឲ្យរដ្ឋាភិបាលជប៉ុនជួយទប់ឥទ្ធិពលណែអាមេរិកផងព្រោះអីតុលាការនេះគឺកំពុងរងឥទ្ធិពលព្យុះសូមៀក៏ប៉ុន្តែគាត់នៅតែបដិញ្ញាថាតុលាការនេះក៏ពិបាកមែនតែនៅតែបន្តបេសកកម្មមិនរាថយទេគ្រាន់តែសុំឲ្យជប៉ុនជួយបន្ថែមថវិកាជួយអីព្រោះអីតាសមាជិកដកឃ្លាច្រើនទៅអាលុយបងសមាជិកហ្នឹងក៏ថយទៅធ្វើឲ្យវិភាគទានជួយតុលាការនេះក៏ថយតែយើងដឹងថាជប៉ុនជួយលុយច្រើនជាងគេនៅក្នុងការឲ្យតុលាការនេះបើកដំណើរការដូច្នេះចឹងហើយបានជាអ្នកស្រីជនជាតិជប៉ុនដែលជាប្រធានតុលាការនេះក៏ឆ្លៀតឱកាសហ្នឹងអំពាវនាវឲ្យរដ្ឋាភិបាលជប៉ុនជួយផងដែរតែនៅក្នុងជាមួយនេះគឺសហរដ្ឋអាមេរិកកំពុងតែសម្រុកយុទ្ធនាការគៀកឲ្យប្រទេសច្រើនទៀតដកខ្លួនចេញពីតុលាការព្រំដែនអន្តរជាតិនេះហើយយើងយ៉ាប់មែនតើ